14ទីតាំងចំពោះខ្ញុំយកអក្រក់ស្ដាប់ឲ្យមានបងប្អូនចេះថាបាត់ចុះតែតាការបាត់14ទីតាំងនេះវាធ្វើឲ្យខ្មែរយើងនេះភ្ញាក់ដើម្បីមកធ្វើឲ្យខ្លួនឯងខ្លាំងគាត់មិនអញ្ចឹងទេបើសិនជា14ទីតាំងនេះយើងអត់ភ្ញាក់ទេណានៅមានបន្តទៀតអាចខេត្ត1ខេត្ត2ខេត្ត3នៅបន្តទៀត50ឆ្នាំ100ឆ្នាំ200ឆ្នាំទៅមុខវាគង់តែនឹងបាត់ទេដោយសារតែអីដោយសារតែពេលបាត់យើងអត់ភ្ញាក់ខ្លួនថាធ្វើម៉េចឲ្យខ្លួនឯងខ្លាំងបាត់ចុះ14ទីតាំងឲ្យតែយើងភ្ញាក់ខ្លួនបើវីដេអូនេះមិនមែនមានប្រវែងប៉ុណ្ណឹងមានប្រវែងប្រហែលជា1នាទីតែខ្ញុំកាត់កុំឲ្យជាប់កម្មសិទ្ធិបញ្ញាគាត់ច្រើនពេកបើសិនជាខ្ញុំអាចសម្រាយអ្វីដែលគាត់មានប្រសាសន៍ហ្នឹងគាត់ចង់បានន័យថាបាត់ដីបាត់ចុះឲ្យតែយើងមានបបពិសោធន៍មែនទេឬយ៉ាងម៉េច14ទីតាំងហ្នឹងបាត់ចុះឲ្យតែយើងភ្ញាក់ខ្លួនយើងនឹងតើសំដៅទៅលើអ្នកណាគេថ្នាក់ដឹកនាំឬក៏ប្រជាជនក្នុងវីដេអូគាត់ហ្នឹងគាត់និយាយបន្តទៀតគាត់ជំរុញឲ្យយើងត្រូវតែខ្លាំងលើខ្លួនឯងកុំឲ្យពឹងទៅលើអន្តរជាតិព្រោះគ្មានអន្តរជាតិណាអាចជួយបានទេអញ្ចឹងយើងនឹងប្រហែលជាសំដៅទៅដល់រដ្ឋាភិបាលកម្ពុជាឬក៏ក្រសួងការពារជាតិដែរប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំនៅតែអត់ច្បាស់ចឹងនៅពេលដែលគាត់និយាយថា14ទីតាំងហ្នឹងបាត់ចុះឲ្យតែយើងភ្ញាក់ខ្លួនបើនិយាយពីប្រជាជនកម្ពុជាវិញប្រជាជនកម្ពុជាមិនដែលភ្លេចខ្លួនទេហើយការដែលបាត់ដីនេះក៏មិនមែនជាការធ្វេសប្រហែសរបស់ប្រជាជនកម្ពុជាដែរប្រជាជនកម្ពុជាមិនដែលធ្វេសប្រហែសម្ដងណាទេហើយតែងតែនិយាយតែងតែជឿឆ្អាលរឿងទឹកដីរឿងព្រំដែនជានិច្ចប៉ុន្តែនិយាយបានទេណាភ្ញាក់ខ្លួនរបានទេភ្ញាក់ជាប់គុកភ្លាមឥឡូវហ្នឹងអញ្ចឹងការដែលវេទិកាមួយនេះຕົកមូលនេះអាចនិយាយបែបហ្នឹងបានបាត់ដី14ទីតាំងនឹងបាត់ចុះឲ្យតែយើងភ្ញាក់ខ្លួនហើយនៅមានសេរីភាពបន្ត podcast របស់គាត់ជាប្រកដីខណៈដែលប្រជាជនដែលឈឺឆ្អាលដែលភ្ញាក់ខ្លួនតាមសម្ដីរបស់គាត់កំពុងតែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់សួរចម្លើយកាត់ទោសដាក់ពន្ធនាគារជាបន្តបន្ទាប់មិនបានន័យថាខ្ញុំជំរុញឲ្យរដ្ឋាភិបាលឬក៏អាជ្ញាធរមានសមត្ថកិច្ចធ្វើទុកបុកម្នេញគាត់ការដែលគាត់និយាយបែបហ្នឹងទេប៉ុន្តែបើសិនគាត់បន្ទោសប្រជាជនកម្ពុជាវិញអានឹងជារឿងមិនត្រឹមត្រូវប៉ុន្តែដូចខ្ញុំនិយាយខាងលើខ្ញុំមិនដឹងថាគាត់សំដៅទៅលើអ្នកណាគេទេឲ្យភ្ញាក់ខ្លួនហ្នឹងខ្ញុំយល់ស្របនឹងពាក្យដែលគាត់និយាយថាឲ្យតែយើងភ្ញាក់ខ្លួនប៉ុន្តែយើងណាមិនមែនប្រជាជនទេគឺថ្នាក់ដឹកនាំឬក៏ក្រសួងការពារជាតិនៃប្រទេសកម្ពុជាប៉ុន្តែអាឃ្លាខាងមុខ14ទីតាំងបាត់ចុះហ្នឹងអានឹងខ្ញុំមិនយល់ស្របទេពីព្រោះថាដីខុសពីដើមឈើដែលគេកាប់ហើយយើងអាចដាំឡើងវិញបានប៉ុន្តែយើងមិនអាចដាំដីឡើងវិញបានទេដីដែលបាត់ហើយនឹងបាត់បង់ជារៀងរហូតហើយមួយទៀតហ្នឹងគឺវាផ្ទុយទៅនឹងការបដិញ្ញារបស់រដ្ឋាភិបាលកម្ពុជាដែលតែងតែបដិញ្ញាចំពោះប្រជាជនកម្ពុជាថាមិនអនុញ្ញាតឲ្យដីកម្ពុជាបាត់សូម្បីតែ1 មីលីម៉ែត្រឡើយ